តារាចម្រៀងសំឡេងស្រួយម៉ៅស៊ីណាតប្រាប់អ្នកគាំទ្រមិនអាចវិលចូលសិល្បៈវិញព្រោះជាប់ចំណង5ប្រការចាត់បិទថាមិនបានវិលចូលប្រឡូកក្នុងវិស័យសិល្បៈវិញទាំងស្រុងដោយដើមក៏ពិតមែនប៉ុន្តែតារាចម្រៀងរៀមច្បងក្នុងផលិតកម្ម ASB អ្នកនាងម៉ៅស៊ីណាតក៏នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រដូចដើមតាមរយៈការតាមដានអ្នកនាងនៅក្នុងបណ្ដាញសង្គមនានាក្រោយចាកឆ្ងាយពីសិល្បៈនោះម្ចាស់បទទឹកភ្នែកជីដូនកាកៃអ្នកនាងម៉ៅស៊ីណាតក៏ធ្លាប់បានគេដឹងថាអ្នកនាងប្រកបរបរជាអ្នកលក់សម្លៀកបំពាក់ដោយកន្លងមកអ្នកនាងបានលក់ទាំងនៅក្នុងផ្សារនិងអនឡាញជាដើមយ៉ាងណាមិញថ្មីនេះបើតាមការបង្ហោះពីរឿងរ៉ាវឯកជនក្នុងការរកស៊ីនោះគឺអ្នកនាងបានផ្អាកលក់សម្លៀកបំពាក់នៅក្នុងផ្សារមួយរយៈហើយក៏ព្រោះតែមមាញឹកក្នុងការងារផ្ទះច្រើនដោយឡែកបើនិយាយពីការវិលត្រឡប់មកកាន់សិល្បៈវិញនោះអ្នកនាងម៉ៅស៊ីណាតក៏ត្រូវបានអ្នកគាំទ្រសាកសួរនៅលើគណនី TikTok របស់អ្នកនាងថាបងណាតអត់ឃើញច្រៀងដូចតារាគេអញ្ចឹងបងភ្លាមនោះដែរតារាចម្រៀងស្រីសម្លេងស្រួយខាងលើនេះបានឆ្លើយតបវិញថាអ្នកនាងមិនអាចវិលត្រឡប់ចូលសិល្បៈវិញទេខណៈមមាញឹកការងារផ្ទះច្រើនព្រោះកូនរៀនម្យ៉ាងវិញទៀតនោះក្នុងផ្ទះមានសមាជិកតិចហើយចេញធ្វើការអស់ដូច្នេះបើអ្នកនាងចេញទៅក្រៅធ្វើការម្នាក់ទៀតគឺគ្មានអ្នកមើលខុសត្រូវក្នុងផ្ទះអ្នកនាងម៉ៅស៊ីណាតបន្ថែមទៀតថាពាក់ព័ន្ធនឹងការចេញច្រៀងនិងការឡើងកម្មវិធីនោះគឺអាចមកពីចិត្តរបស់អ្នកនាងលែងចង់នឹងសុខភាពមិនអំណោយផលផងនោះមិនត្រឹមតែប៉ុណ្ណោះអ្នកនាងម៉ៅស៊ីណាតបានបន្ថែមថាការវិលត្រឡប់ចូលវិស័យសិល្បៈគឺមិនអាចទេប៉ុន្តែអ្នកនាងអាចនឹងវិលត្រឡប់ទៅរកស៊ីវិញដូចជាទៅលក់សម្លៀកបំពាក់នៅផ្សារអូឡាំពិកដូចមុនឬលក់តាមអនឡាញចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា